ក្នុងវីដេអូនេះខ្ញុំសូមចែករំលែកជាមួយនឹងបងប្អូនទាក់ទងទៅនឹងប្រទេសថៃនាយករដ្ឋមន្ត្រីថៃគណៈរដ្ឋមន្ត្រីថៃនាពេលនេះបានអនុម័តទៅលើការផ្អាកនៅកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសកម្ពុជាហើយបើកភ្លើងខៀវអនុញ្ញាតឲ្យយោធាថៃធ្វើប្រតិបត្តិការយោធាសងសឹកកម្ពុជាលើបញ្ហាដែលថៃបានចោទប្រកាន់ថាទាហានរបស់ខ្លួនបានជន់មីនថ្មីដែលទៅតែដាក់ដោយប្រទេសកម្ពុជាខ្ញុំសូមផ្ដល់ជូននៅព័ត៌មានហើយនឹងធ្វើការចែករំលែកនៅគំនិតទស្សនៈមួយចំនួនជាមួយនឹងបងប្អូនដូចតទៅយោងតាមកាសែត Council of English បានដកស្រង់នៅព័ត៌មានជាបន្ទាន់ដោយលើកឡើងថារដ្ឋមន្ត្រីក្រសួងការពារជាតិថៃនាយឧត្តមសេនីយ៍ណាថផុនណាផានិកបាននិយាយកាលពីថ្ងៃអង្គារថាបន្ទាប់ពីកិច្ចប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ជាមួយនឹងនាយករដ្ឋមន្ត្រីថៃហើយនឹងក្រុមប្រឹក្សាសន្តិសុខជាតិពួកគេបានឯកភាពនៅក្នុងការផ្ដល់ភ្លើងខៀវទៅដល់ពួកយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃថែមទាំងលើកឡើងថានឹងមិនមានការចរចាបន្ថែមទៀតទេហើយទាមទារឲ្យមានការសុំទោសពីប្រទេសកម្ពុជាសម្រាប់ទាហានថៃដែលទទួលរងគ្រោះដោយសារការជន់មីនចំណែកកាសែត The Nation Thailand បានលើកឡើងថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025នេះបានផ្អាកនៅកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃហើយបានបើកភ្លើងខៀវឲ្យយោធាធ្វើប្រតិបត្តិការប្រឆាំងទៅនឹងប្រទេសកម្ពុជាហើយជំរុញឲ្យកម្ពុជាត្រូវតែទទួលខុសត្រូវពេញលេញចំពោះឧបទ្ទហេតុដែលទាហានរបស់ថៃទៅតែជន់មានកាលពីថ្ងៃម្សិលមិញគឺនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃដែលមានរយៈពេល3ម៉ោងត្រូវបានធ្វើជាប្រធានដោយនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃគឺលោកអនុទិនឆាវរៈគុលដែលត្រូវបានរៀបចំឡើងដើម្បីកំណត់នៅការឆ្លើយតបរបស់ថៃចំពោះទាហានរបស់ថៃដែលទៅតែជន់មីននឹងរងរបួស4នាក់នៅទល់មុខនឹងប្រាសាទព្រះវិហារក្នុងខេត្តស៊ីសាកេតប្រទេសថៃមុននឹងការទម្លាយលទ្ធផលនៃការប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃអគ្គមេបញ្ជាការកងទ័ពថៃគឺនាយឧត្តមសេនីយ៍ផាណាក្លែវផ្លត់ធុកក៏បានលើកឡើងថាថៃត្រូវតែផ្អាកចោលនៅកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសកម្ពុជាហើយថៃត្រូវតែប្រើប្រាស់សិទ្ធិនៅក្នុងការការពារខ្លួនលោកផាណាក្លែវផ្លត់ធុកបានលើកឡើងថាការពិតបានបង្ហាញយ៉ាងច្បាស់ថាអរិយាប័ត្រដែលជាសត្រូវគឺនៅតែមានចំពោះប្រទេសថៃកងទ័ពភូមិន្ទថៃយល់ឃើញថាវាគឺជារឿងចាំបាច់ដែលត្រូវតែព្យួររាល់កិច្ចព្រមព្រៀងជាមួយនឹងប្រទេសកម្ពុជាហើយថៃត្រូវតែប្រើប្រាស់សិទ្ធិនៅក្នុងការការពារខ្លួនប្រឆាំងទៅនឹងសកម្មភាពដ៏អយុត្តិធម៌នេះលើពីនេះមុនពេលព្រឹត្តិការណ៍នៃការជន់មីនរបស់ទាហានថៃមេទ័ពថៃធ្លាប់បានលើកឡើងថាបើទាហានរបស់ថៃជន់មីនម្ដងទៀតដាច់ជើងជាលើកទី7នោះថៃនឹងប្រើប្រាស់កណ្ដុងកំភ្លើងធំដើម្បីប្រយុទ្ធជាមួយនឹងប្រទេសកម្ពុជាក៏ប៉ុន្តែយ៉ាងណាក្តីការប្រកាសសង្គ្រាមរបស់ថៃនាពេលនេះការប្រកាសអនុញ្ញាតឲ្យយោធាថៃធ្វើប្រតិបត្តិការប្រឆាំងទៅនឹងប្រទេសកម្ពុជាវាគឺជាលេសដែលបង្កើតឡើងដើម្បីរំលោភបំពាននៅកិច្ចព្រមព្រៀងសន្តិភាពគេចាំថាមុនពេលសង្គ្រាម5ថ្ងៃរវាងកម្ពុជានិងថៃក៏បានប្រើប្រាស់មីនជាមធ្យោបាយជាលេសដើម្បីបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជាគេចាំបានថាចាប់តាំងពីថ្ងៃទី6ខែមិថុនាឆ្នាំ2025កាសែតធំរបស់សហរដ្ឋអាមេរិកដូចជាកាសែត Reuters កាសែត CNN និងកាសែត Al Jazeera បានលើកឡើងថាយោធារបស់ថៃបានត្រៀមធ្វើប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងទៅនឹងប្រទេសកម្ពុជាគឺចាប់តាំងពីពេលនោះហើយដែលថៃតែងតែបង្កបញ្ហាតែងតែគំរាមកំហែងទៅលើប្រទេសកម្ពុជាដែលរុញច្រានរហូតបង្កទៅជាភាពតានតឹងហើយនឹងផ្ទុះជាសង្គ្រាមមុននឹងសង្គ្រាមផ្ទុះឡើងគេឃើញព្រឹត្តិការណ៍ពីរសំខាន់
ទីមួយនោះគឺនៅថ្ងៃទី16ខែកក្កដាឆ្នាំ2025ទាហានរបស់ថៃបានជន់មីននៅពេលដែលទាហានរបស់ថៃបានជន់មីនទាំងអ្នកនយោបាយនិងយោធាថៃបានស្រែកឡើងព្រមគ្នានៅក្នុងសំឡេងតែមួយដូចពេលនេះនោះគឺពួកគេស្រែកថាកម្ពុជាបានលួចដាក់មីនថ្មីនៅលើតំបន់ដែលទាហានរបស់ថៃតែងតែល្បាតនៅពេលនោះពួកគេចាប់ផ្ដើមចែកគ្នាធ្វើការភ្លាមនោះគឺក្រុមអ្នកនយោបាយអ្នកការទូតខិតខំស្វះស្វែងរកការគ្រប់គ្រងតាមរយៈការអញ្ជើញមន្ត្រីទូតពីបណ្ដាប្រទេសផ្សេងធ្វើការបង្ហាញនឹងការចោទប្រកាន់ថាកម្ពុជាបានលួចដាក់មីនថាកម្ពុជាបានរំលោភបំពានច្បាប់អន្តរជាតិដែលនេះគឺជាការផ្ដល់ហេតុផលសម្រាប់ថៃស្វែងរកការគ្រប់គ្រងពីអន្តរជាតិចំណែកយោធាថៃនាំគ្នាពង្រឹងលែនដ្ឋានកសាងផ្លូវកសាងប្រព័ន្ធផ្គត់ផ្គង់និងការដឹកជញ្ជូនរហូតដល់ពេលដែលថៃទទួលបានការគ្រប់គ្រងពីអន្តរជាតិនៅពេលដែលថៃបានកសាងផ្លូវសម្រាប់ដឹកជញ្ជូនរួចរាល់គ្រប់គ្រាន់នោះនៅថ្ងៃទី23ខែកក្កដាឆ្នាំ2025ទាហានរបស់ថៃក៏បានជន់មីនសាជាថ្មីម្ដងទៀតពួកគេក៏បានអនុវត្តនៅយុទ្ធសាស្ត្រដូចមុននោះគឺអ្នកការទូតធ្វើការងារតាមផ្លូវការទូតដើម្បីស្វែងរកការគ្រប់គ្រងនិងការការពារខ្លួនចំណែកយោធាបានប្រកាសថានឹងរៀបចំធ្វើប្រតិបត្តិការយោធាប្រឆាំងកម្ពុជាបើទោះបីជារាជរដ្ឋាភិបាលថៃមិនអនុញ្ញាតក្តីលោកព្រឹកឡើងថ្ងៃទី24ខែកក្កដាឆ្នាំ2025សង្គ្រាមក៏បានផ្ទុះឡើងនាពេលនេះម្ដងនេះថៃអនុវត្តនៅយុទ្ធសាស្ត្រដូចមុននោះគឺនៅពេលដែលទាហានរបស់ខ្លួនបានជន់មីនថៃក៏ប្រឌិតផុសតាងចោទប្រកាន់ភ្លាមថាទាហានរបស់ខ្លួនល្បាតនៅលើតំបន់ដែលខ្លួនល្បាតជាប្រក្រតីក៏ប៉ុន្តែចោទប្រកាន់ថាទាហានរបស់កម្ពុជាបានលួចកាត់បន្លាលោចូលទៅដាក់មីននៅតំបន់ដែលទាហានរបស់ថៃតែងតែដើរល្បាតជាប្រចាំទើបធ្វើឲ្យទាហានថៃផ្ទុះមីនដាច់កជើងនិងរងរបួសចំនួន4នាក់មិនខុសកាលពីសង្គ្រាម5ថ្ងៃទាំងអ្នកនយោបាយទាំងយោធាថៃបានស្រែកឡើងព្រមគ្នាថាទាហានរបស់កម្ពុជាបានលួចទៅដាក់មីននៅក្នុងតំបន់ដែលទាហានរបស់ថៃបានល្បាតហើយពួកគេក៏បានប្រកាសពីវិធានការសងសឹកបានប្រកាសពីការឆ្លើយតបរបស់ប្រទេសថៃហើយថៃក៏បានរៀបចំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ដែលជាលទ្ធផលនៅថ្ងៃនេះគឺពួកគេបានឯកភាពនៅក្នុងការផ្អាកនៅកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសកម្ពុជាហើយបានបើកភ្លើងខៀវឲ្យយោធាថៃធ្វើប្រតិបត្តិការដើម្បីប្រឆាំងទៅនឹងប្រទេសកម្ពុជាក្រោយពេលដែលពួកយោធាថៃទទួលបានការយល់ព្រមទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលថៃយោងតាមព័ត៌មានមួយចំនួននាពេលនេះឲ្យដឹងថាថៃចាប់ផ្ដើមជំលះប្រជាជនរបស់ខ្លួនចាញ់ពីតំបន់ដែលប្រឈមមុខទៅនឹងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យក៏ប៉ុន្តែយ៉ាងណាក្តីម្ដងនេះប្រតិបត្តិការយោធារបស់ថៃប្រសិនបើថៃពិតជាធ្វើមែននោះគឺថៃមិនមែនរំលោភបំពានតែប្រទេសកម្ពុជាមួយនោះទេគឺថៃរំលោភបំពាននិងក្បត់នៅកិច្ចព្រមព្រៀងសន្តិភាពជាការក្បត់នៅទំនុកចិត្តនិងកិច្ចសន្យានៅចំពោះមុខសហរដ្ឋអាមេរិកនៅចំពោះមុខប្រធានាធិបតីដូណាល់ត្រាំហើយនឹងក្បត់នៅទំនុកចិត្តកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានអាស៊ានធ្វើជាសាក្សីលើពីនេះនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជាសហរដ្ឋអាមេរិកថែមទាំងលើកឡើងបង្ហាញពីការបដិញ្ញាចិត្តរបស់ខ្លួនថាសហរដ្ឋអាមេរិកនឹងគាំទ្រកម្ពុជាឲ្យក្លាយទៅជាប្រទេសដ៏រឹងមាំឯករាជ្យនិងមានភាពធន់ការកើនឡើងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបាននាំមកនូវវិបលភាពសន្តិភាពនិងសន្តិសុខជូនដល់ប្រជាជននៃប្រទេសទាំងពីរប្រសិនបើយើងធ្វើការពិចារណាភាពតានតឹងរវាងកម្ពុជានិងថៃដែលកំពុងតែកើតឡើងនាពេលនេះដោយផ្អែកតាមទស្សនៈរបស់ធូស៊ីដឌីគេនឹងយល់ឃើញថាភាពតានតឹងរវាងកម្ពុជានិងថៃដែលកើតឡើងនាពេលនេះក្រោមហេតុផលពីរទី1គឺដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃការបែកបាក់ជាច្រើនពួកជាច្រើនក្រុមការមានមោទនភាពជ្រុលហើយនឹងការបណ្ដោះនៅចលនាជាតិនិយមជ្រុលនៅក្នុងប្រទេសថៃទី2វាគឺជាការរួមបញ្ចូលគ្នារវាងមហិច្ឆតានិងការមិនអស់ចិត្តឬក៏ភាពអាឡោះអាល័យរបស់ប្រទេសថៃនោះគឺថៃនៅតែមានមហិច្ឆតា
នៅតែអឡោះអាឡៃនៅតែមិនអស់ចិត្តនៅក្នុងការចង់ដណ្ដើមយកប្រាសាទតាក្របីពីប្រទេសកម្ពុជាទៅគ្រប់គ្រងឡើងវិញនេះគឺគេឃើញមាននៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ទាំងអ្នកនយោបាយថៃទាំងយោធាថៃដោយរួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថែមទៀតផង